រៀងរំខានសំឡេងនៅតាមម៉ាស៊ីនក្លុកសំងcủaម៉ែបងប្អូនចឹងអានេះគាត់អានេះចំចាក់បាទចាក់បានច្រើនបានសល់ទីតាំងខាងនេះបាទចឹងមិនយូរទេគឺនឹងរៀបចំចាក់ឲ្យម៉ែបងប្អូនបាទទស្សនភាពនៅខាងលើចឹងការងារទាំងអស់នេះនឹងបន្តបុកនៅឡើយទេនេះបាទចឹងបន្តបុកសំឡេងបុកគ្រឹះតែបន្តបាទចឹងមិនតាន់អន់នៅឡើយទេពុកម៉ែបងប្អូនចឹងពេលដែលបុកវិញក្នុងកំពុងតែរៀបអត្តតសម្រាប់ការងាររបស់ជាងខាងព្រះវិហារចឹងគ្រប់កន្លែងពុកម៉ែបងប្អូនដូចបានបញ្ជាក់អញ្ចឹងសិតតែជាការងារដ៏មមាញឹកបាទហើយខាងនេះជាងកំពុងតែវាយនេះពុកម៉ែបងប្អូនបាទផ្លូវថ្មើរជើងគឺមួយខ្សែនេះផ្លូវថ្មើរជើងបាទទីតាំងនេះគឺរួចរាល់ហើយបត់មកខាងនេះបាទពុកម៉ែបងប្អូនបាត់មកខាងនេះកន្លែងនេះក៏ត្រូវរៀបបន្តដែរប៉ុន្តែដោយសារតែអត់ទាន់ឬសម្ភារៈនៃបាទដូចជាវាអត់ខាងក្នុងនៃទីតាំងរស័យវលីនៅក្រោមដើមលៀបជើងខាងក្រោមបន្តទៀតតែខ្ញុំលើពីចម្ងាយដែរទេគឺថាការងារគាត់កំពុងតែមមាញឹកចឹងអត់ទៅរំខានគាត់ទេហើយជាមួយនឹងខ្លងទ្វារទី2សកម្មភាពជាងកំពុងតែសម្អាតក្បាច់នៅខាងលើនេះទាំងឡាយបងប្អូនអញ្ចឹងបាទគោរពជំរាបសួរបងប្អូនដែលតែងតែនិយមគ្រប់គ្រងtrên YouTube របស់ខ្ញុំបាទគណៈពេលនេះខ្ញុំបាទស្ថិតនៅក្នុងទឹកដីវត្តសុទ្ធបាទបងប្អូនសកម្មភាពបាទមមាញឹកគ្រប់កន្លែងបាទយើងចាប់ពីថ្ងៃនេះទៅគឺសម្រុកទៅបងប្អូនបាទបងប្អូនប្រកាសជាដឹងច្បាស់ហើយតាមរយៈព្រះអង្គគ្រូគឺមានសង្ឃិកាបាទនៅថ្ងៃកាត់គ្រោះបាទអញ្ចឹងថ្ងៃទី10ខែ5ខាងមុខនេះបងប្អូននឹងជួយការឆ្លងនៅសមិទ្ធផលដែលមួយចំនួនសិនបងប្អូនប្រហែលជាជាង10មុខអញ្ចឹងទេឥឡូវនេះសម្រាប់ទស្សនវិជ្ជានៃការកសាងគ្រប់ទីតាំងទាំងតូចទាំងធំទាំងថ្មីទាំងចាស់គឺកំពុងតែសម្រុកយ៉ាងមមាញឹកផ្ទាល់បាទឥឡូវនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីខាងក្នុងវត្តនេះទៅដល់បាទទៅខាងមុខខ្លោងទ្វារវត្តបាទផ្លូវចូលវត្តក៏សុទ្ធផ្ទាល់បាទចឹងកុំឲ្យខាតពេលតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទជាខាងមុខនេះគឺជាក្រុមការងាររបស់បងជាងកន្លែងទីឋានស្រង់ព្រះឥឡូវបន្តចាក់សាបបាទនៅខាងលើនៃទីតាំងនេះផ្ទាល់បាទនេះកម្មវិធីថ្មីក្តៅបាទហើយយើងគាត់ចាក់ចិត្តហើយបងប្អូនគ្នាបាទរៀងរំខានសំឡេងនៅតាមម៉ាស៊ីនក្លុកសំងបងប្អូនគ្នាចឹងអានេះគាត់រៀបចំចាក់បាទចាក់បានច្រើនបានសល់ទីតាំងខាងនេះដែលយើងចាក់បន្តឥឡូវកំពុងតែលាយបាទកំពុងតែលាយដើម្បីធ្វើការចាក់បាទចាក់បេតុងនៅខាងលើទីតាំងនៃទីឋានស្រង់ផ្ទះហើយគាត់ទៅបញ្ជូនថ្មនៅខាងនោះបាទនេះបញ្ជូនមកដើម្បីចាក់នៅក្នុងបាទចាក់នៅក្នុងម៉ាស៊ីនក្លុកបាទនេះម៉ែបងប្អូនគ្នាអញ្ចឹងការងារគឺមមាញឹកមែនអញ្ចឹងចំណែកឲ្យខាងសាលាសហទេវសភាខាងនេះបងប្អូនគ្នាក៏មមាញឹកដែរឃើញថាសកម្មភាពគឺនៅខាងលើដែរគឺរៀបចំដែកដើម្បីចាក់នៅប្លង់ទេបេតុងដំបូលដូចគ្នាបាទដំបូលបងប្អូនគ្នាសកម្មភាពបាទយ៉ាងមមាញឹកឥឡូវរៀបចំបាទខ្ញុំចូលក្នុងពុំមកហើយបាទអញ្ចឹងមិនយូរទេគឺនឹងរៀបចំចាក់ឲ្យបងប្អូនគ្នាបាទទស្សនភាពនៅខាងលើអញ្ចឹងការងារទាំងអស់នេះនឹងបន្តគ្នាសម្រាប់ពីមួយថ្ងៃទៅមួយថ្ងៃតែឥឡូវខ្ញុំធ្វើដំណើរបាទទៅខាងក្រោយនេះវិញខាងផ្លូវខាងក្រោយដូចជាអក្សរទី5បាទទៅបង្ហាញនៃការនៅសំណង់មួយទៀតគឺអគារ3ជាន់របស់សម្ដេចនេះគឺកំពុងតែបុកគឺដែរបង្ហាញជូនបន្តអំពីទស្សនភាពនេះគឺបងប្អូនគ្នាបាទមកខាងនេះបងប្អូននេះក៏មានញឹកដែរខាងសំណង់អគារខាងនេះគឺមានញឹកបុកគ្រឹះបាទបុកគ្រឹះគឺបុកធម្មតាបងប្អូនគ្នាខ្ញុំបានធ្វើវីដេអូរួចហើយសួរជាងផ្ទាល់គាត់ប្រាប់ថាសសរគ្រឹះទាំងអស់នៅក្នុងទីតាំងនេះមួយគឺមានចំនួន304ដើមហើយក្នុងមួយដើមមានប្រវែង9ម៉ែត្រអញ្ចឹងជាការបុកគ្រឹះមិនធម្មតាសម្រាប់សំណង់នេះហើយនៅតែបន្តបុកនៅឡើយបងប្អូនគ្នាបាទនេះបន្ត
បុកលើបន្តបុកឡើយទេនេះបាទអញ្ចឹងបន្តបុកសំឡេងបុកគ្រឹះតែបន្តបាទអញ្ចឹងមិនតន់អន់ឡើយទេពុកម៉ែបងប្អូនអញ្ចឹងពេលដែលបុករួចរាល់នឹងមានជាងសំណង់ក៏ចូលហើយអញ្ចឹងសកម្មភាពបុកនេះគឺជាក្រុមបាទជាក្រុមការងារបុកបាទបុកទេមិនមែនជាបុកក្រុមការងាររបស់ជាងសំណង់ទេពុកម៉ែបងប្អូនបាទឥឡូវបន្តដំណើរទៅខាងមុខបន្តទៀតបាទបន្តដំណើរនឹងធ្វើដំណើរលើផ្លូវដ៏ស្រស់ស្អាតបាទផ្លូវស្អាតកស៊ូ AC ដែលបានចាក់បាទគូសគំនូសរួចរាល់ 100% បាទសមិទ្ធផលដែលហើយមុនគេនឹងបាទផ្លូវតែម្ដងបាទ 100% បាទហើយបន្តទៀតនឹងខ្ញុំនឹងបង្ហាញទស្សនវិជ្ជានៅជាប់នៅទីតាំងបាទជាប់នឹងផ្លូវព្រោះធ្វើដំណើរទៅដល់ខាងមុខមានបាទខាងមុខមានអគារដែលកំពុងតែសាងសង់ថ្មីដែរនៅបាទនៅចំកណ្ដាលនៃទីតាំងកត់ទាំង3នៅខាងក្រោយនេះក៏អាស្រមបាទមហាកត់នេះប្រហែលពួកនេះក៏ជាសំណង់ដ៏អស្ចារ្យមួយដែរហើយជាស្រ័យទស្សនវិជ្ជាទាំងអស់នេះគឺសិទ្ធិជាទស្សនវិជ្ជាការងារនៅក្នុងទឹកដីវត្តទាំងអស់ប្រហែលបងប្អូនបាទនេះសកម្មភាពរៀបចំនេះកំពុងតែបបហើយខាងនេះរថយន្តដឹកគ្រឹះរថយន្តដឹកកសោបតង់គឺដឹកមកមួយជើងទៀតប្រហែលបងប្អូននេះចឹងទម្លាក់បាទក៏ទម្លាក់មួយតង់រួចរាល់ឥឡូវបន្តបុកទៀតបាទឥឡូវបន្តដំណើរទៅខាងមុខបន្តបាទប្រហែលបងប្អូនបិទទស្សនវិជ្ជាជូនប្រហែលបងប្អូនអំពីការងារនៅក្នុងទឹកដីវត្តហើយនឹងធ្វើដំណើរចេញទៅខាងក្រៅបន្តទៀតព្រោះតែថាមមាញឹកបាទគ្រប់ការងារទាំងអស់នៅក្នុងទឹកដីវត្តនេះគឺសកម្មមែនទែនបាទធ្វើដំណើរមកដល់ខាងនេះប្រហែលបងប្អូនការងារនៅខាងលើសាលាឆាន់គឺជាងឡើងទៅខាងលើតាក់ទងជាមួយដូចជាការងាររៀបចំបាទរៀបចំដំបូលដែរប្រហែលបងប្អូននេះមានគាត់នៅខាងលើ3នាក់ជាងកំពុងតែនៅខាងលើគាត់ហើយកំពុងតែកាប់ដែកហើយឃើញថាការងារក៏នៅខាងក្រោមក៏មានដែរប្រហែលបងប្អូនខាងក្រោមនេះគឺជាការរៀបចំបាទការរៀបចំផ្លូវថ្មើរជើងបាទទីតាំងនេះគឺរួចរាល់ហើយបត់មកខាងនេះបាទប្រហែលបងប្អូនបត់មកខាងនេះហ្នឹងកន្លែងនេះក៏ត្រូវរៀបបន្តដែរប៉ុន្តែដោយសារតែអត់ទាន់ឬសម្ភារៈនៃបាទដូចជាចវាអត់ទាន់លើកសម្គាល់ទៅខាងលើត្រូវបាទទុកសិនធ្វើដំណើរធ្វើទៅខាងមុខបន្តសិនប្រហែលបងប្អូននេះបាទនេះធ្វើដំណើរវាយទៅខាងមុខបន្តហើយកលេចទៅខាងព្រះវិហារនេះវិញក៏មិនមានញឹកនេះប្រហែលបងប្អូនសកម្មភាពនៅខាងក្នុងកំពុងតែរៀបអត្តតសម្រាប់ការងាររបស់ជាងខាងព្រះវិហារអញ្ចឹងគ្រប់កន្លែងប្រហែលបងប្អូននេះបានបញ្ជាក់អញ្ចឹងសិតតែជាការងារដ៏មិនមានញឹកបាទហើយខាងនេះជាងកំពុងតែវាយនេះប្រហែលបងប្អូនបាទផ្លូវថ្មើរជើងគឺមួយខ្សែនេះហើយបាទហើយបងនៅតែពេញបន្ថែមនៅនេះមកចំណិតនៅជាប់ជាមួយនឹងខឿននេះប្រហែលបងប្អូនគ្នាចឹងកន្លែងនេះយើងធ្វើដំណើរចូលទៅខាងក្នុងនៃទីតាំងរសីវលីនៅក្រោមដើមលៀបប្រហែលបងប្អូនគ្នាហើយនៅជាប់នៅខាងក្រៅសឡុំផងដែរក៏លេចមកខាងស្វេកដៃនេះគឺជាទីតាំងនៃសាលាឆាន់គឺថាការរៀបចំដងស្ដារចង់តែរួចរាល់ហើយបានដំឡើងនៅជាវាជ័យនោះបានមួយនៅខាងលើឥឡូវបន្តដំណើរទៅមុខទៀតប្រហែលបងប្អូនលើផ្លូវថ្មើរជើងប្រហែលបងប្អូននេះអញ្ចឹងនេះគឺជាផ្លូវថ្មើរជើងដែលសម្រាប់ឲ្យប្រហែលបងប្អូនធ្វើដំណើរបាទធ្វើដំណើរលើនឹងទៅគឺសុវត្ថិភាពជាងប្រហែលបងប្អូនព្រោះផ្លូវកស៊ូនេះគឺសម្រាប់រថយន្តបាទរថយន្តធ្វើដំណើរម៉ូតូគោយន្តអីចឹងណាបាទសម្ភារៈគ្រឿងម៉ាស៊ីនពីខាងនេះគាត់ធ្វើបត់មកខាងនេះអញ្ចឹងប្រព័ន្ធផ្លូវនេះមួយខ្សែស្របជាមួយនឹងផ្លូវដែរប្រហែលបងប្អូនអញ្ចឹងខាងនេះគាត់រៀបខ្សែរួចរាល់ហើយរងចាំឥតបាទអញ្ចឹងការរៀបចំផ្លូវថ្មើរជើងនេះគឺជាប់បាទស្របជាមួយនឹងផ្លូវកស៊ូបាទផ្លូវកស៊ូដល់ណាផ្លូវថ្មើរជើងដល់នឹងដែរបាទជួបបងស្រីថាគាត់តាមដានពេកបាទហ្នឹងហើយអរគុណបងស្រីដែរ
và chẳng là xem bạn đi thưa video và bọn đặc biệt làm bay chun trái chun từ đó cùng mai một bộ đặc biệt này vàได้คอนโทรลให้ในตัวจัดว่าตามด้านจะได้ YouTube ออกจากบ้านจึงก็บางท่านอย่างต่อจูนไว้บนนักเรียนอ๋อบาประสาทผมก็จูว่าประสาทประพุ่มคือซอยจะรีรัวให้เบาปุ่มว่านี่ซอบุญตามรุ่ยรัวว่าว่านี่ผมหมายบนให้รุ่ยรัวให้สำหรับประสาทประพุ่มซอและจึงกับพงแต่รีบจอมจึงรีบจึงขังกรามปตอที่แต่ยังเลยไปถึงงานแต่ได้คือจากการยืดกอดกับพงแต่ผมไม่ยักจึงเอาเติมคันก่อนที ហើយជាមួយនឹងខ្លងទ្វារទី2សកម្មភាពជាងកំពុងតែសម្អាតក្បាច់នៅខាងលើនេះទាំងឡាយបងប្អូនអញ្ចឹងការងាររួមមានយកមែនទៅបានបង្ហាញជូនបងប្អូនអញ្ចឹងបាទគ្រប់ទីតាំងនីមួយៗគឺผมមានយកបាទទាំងការងារតូចទាំងការងារធំព្រោះសម្រុកបាទការងារដែលចិត្តហើយគឺត្រូវបង្ហាញការងារដែលមិនទាន់ហើយក៏ត្រូវធ្វើបន្តអញ្ចឹងដូចបានបង្ហាញជូនបងប្អូនអរគ្នាទស្សនវិជ្ជាថ្មីៗនៃថ្ងៃនេះផ្ទាល់បាទហើយនឹងមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្តហើយខាងនេះបាទអូគូបាទជើងស្មៅទាំងអស់ក៏មួយយ៉ាងដែរគឺបានគូក៏គូស៊ីស្មៅជើងស្មៅក្នុងវត្តមានការដាំនោះគឺសម្បូរណាស់បងប្អូនគ្នាអញ្ចឹងអត់ខ្វះខាតទេសម្រាប់ចំណីគោណាបាទចឹងសម្រស់ស្រស់ស្អាតនៅទីតាំងសួនដែលជាប់ដងផ្លូវនេះគឺស្រស់ស្អាតអស់ហើយនេះបងប្អូនគ្នាបាទស្រស់ស្អាតឡើងបៃតងតែម្ដងព្រោះការមានការថែទាំបាញ់ទឹកដាក់ជីដែរជាប្រចាំបាទហ្នឹងហើយពុកម៉ែបងប្អូនគ្នាឥឡូវធ្វើដំណើរចេញទៅខាងក្រៅតែចេញខាងក្រៅយើងបង្ហាញបច្ចុប្បន្នភាពពីទស្សនវិជ្ជានៃការងារជូនពុកម៉ែបងប្អូនគ្នាដែរបាទអញ្ចឹងកន្លែងរុំស្បៃបៃតងនេះគឺជាបច្ចេកដីបាទបច្ចេកដីរួមនៅក្នុងទឹកដីវត្តហើយគឺសម្រាប់បាទសម្រាប់ប្រើប្រាស់នៅក្នុងវត្តផ្ទាល់ហើយឃើញថាអត់ទាន់មានជាងចូលនៅឡើយទេបាទអញ្ចឹងជាងក៏កំពុងតែការងាររបស់គាត់ណាតាក់ទងជាមួយនឹងកន្លែងស្រង់ព្រះមិញនេះគឺជាងបាទបោះពួកបងជាងនឹងហើយតែឥឡូវគាត់សម្រុកខាងក្នុងសិនបាទបន្ទាប់ពីខាងនោះរួចរាល់គាត់នឹងមកសម្រុកការងារនៅខាងនេះវិញខាងមុខជាមួយនឹងចាត់ដីហើយគាត់ហ្នឹងគឺមានការងារមួយទៀតគឺប្រកដំបូលមហាគាត់ទៀតប្រហែលបងប្អូនជាការងារគាត់ច្រើនដែរបាទអញ្ចឹងនេះចាត់ដីគឺបានប៉ុណ្ណេះដែរប្រហែលបងប្អូននៅសល់តែការចាក់ក្បាច់បាទបាច់នឹងបូកបន្ថែមបាទសម្រាប់ការងាររបស់គាត់ហើយឥឡូវនេះសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសិនបងប្អូនគ្នាហើយអរគុណច្រើនសម្រាប់ការតាមដានជម្រាប YouTube របស់ខ្ញុំបាទអញ្ចឹងជាចុងក្រោយសូមជូនពរបងប្អូនគ្នាជួបតែសេចក្តីសុខល្អរបស់ទទួលទានមានបានឥឡូវនេះខ្ញុំបាទសូមជម្រាបលា